រឿងរ៉ាវអាចកំបាំងចម្លែកមុនពេលអំឡុងពេលនិងក្រោយពេលកប៉ាល់ Titanic ត្រូវបានលិចទៅក្រោមបាតសមុទ្រ Turning. We have to maintain the pressure. សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយមកនិយាយជាមួយបងប្អូនគឺស្ដីពីរឿងរ៉ាវអាចកំបាំងនិងចម្លែកជុំវិញកប៉ាល់ Titanic គ្រប់គ្នាស្គាល់រឿងរ៉ាវសោកនាដកកម្មរបស់ Titanic ដែលជាកប៉ាល់ដ៏ធំសម្បើមនិងប្រណិតបំផុតក្នុងពិភពលោកបានលិចនៅយប់ថ្ងៃទី14ខែមេសាឆ្នាំ1912បន្ទាប់ពីបុកទង្គិចជាមួយផ្ទាំងទឹកកកដោយឆក់យកជីវិតមនុស្សជាង1500នាក់ប៉ុន្តែតាអ្នកដឹងទេថាមានរឿងរ៉ាវអាចកំបាំងជាច្រើនទៀតដែលកើតឡើងមុនពេលអំឡុងពេលនិងក្រោយពេល Titanic លិចពីបណ្ដាសាររបស់ Mummy Egypt ការព្យាករណ៍របស់អ្នកសារព័ត៌មានរហូតដល់រឿងរ៉ាវខ្មោចកប៉ាល់បើបងប្អូនចង់ទស្សនាវីដេអូពេញសូមចូលទៅកាន់ YouTube រួចវាយពាក្យថា Inside Theory KH នោះបងប្អូននឹងអាចចូលទស្សនាវីដេអូពេញបានដោយសេរីកុំភ្លេចជួយចុច Like, Share និង Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត